មានសមាគមចាស់ក្នុងភូមិគោលខ្ញុំត្រេកអរមែនទែនលោកគ្រូដែលបាននៅក្នុងមួយឃុំមានតែ2ភូមិលោកគ្រូចាខ្ញុំត្រេកអររកអុយធៀបបានទេលោកគ្រូបានសមាគមនេះចាស់យើងលូតលាស់ទៅមុខទៀតចាចិត្តដល់សំឡើងទិញនោះទិញទៅអត់ទៅបានខ្ញុំណែនាំឲ្យចូលជាសមាគមនោះចាស់អត់ដែលមានទេទំនេះឯងមានក្នុងនាមអ្នកមីងជាអាជ្ញាធរភូមិជាមេភូមិអញ្ចឹងកន្លងទៅអ្នកមីងបានចូលរួមគ្រប់គ្រងឬក៏ជួយក្នុងសមាគមយ៉ាងណាខ្លះដែរអ្នកមីងខ្ញុំជួយតើអត់គេត្រូវការខ្ញុំជួយបាទហើយសមាគមយើងនេះអ្នកមីងយល់ថាគាត់បានជួយទៅដល់មនុស្សចាស់យ៉ាងណាដែរឬក៏មនុស្សចាស់គាត់យល់ថាសមាគមហ្នឹងគាត់ជួយទៅដល់ពួកគាត់ឬក៏មានសារៈសំខាន់យ៉ាងណាដែរសម្រាប់ពួកគាត់សមាគមលើចាស់នេះเราមានชื่อតាណានេះគ្នាទៅអត់ទើបមើលគាត់ថែទាំគាត់អស់តែគ្នាគឺអត់តែមានឈ្មោះចាមានឈ្មោះនៅក្នុងក្រុមនៅខំដើមមើលគ្រូបាទចុះបើប្រៀបធៀបពីមុនមកអ្នកមីងដែលយើងអត់ទាន់មានសមាគមមនុស្សចាស់អត់ដែលមានទៅយូរបើថាស្គាល់គ្នាទៅអើតម្ដងចាបើមានសមាគមចេះយើងមិនធ្វើខ្លាចខុសច្បាប់បាទមិនខុសច្បាប់ចាទៅចេះខំនឹងគ្នាដើរទៅគ្រូបាទ